chẳng cứ này các sự cam cam chia cứ dương trên này dương bị bọc phốt này cả đầm đó bọc phốt này cả đầm đó cứ dương này dương bị put này cả đầm put này cả đám cứ dương này dây tha phía sắc mai dương miền phía ha thơ sắc nồng bái thơ sai nồng tật chẳng bánh ha bọc chốt thông một phát bằng các sự cam cam chia dương cứ bọc phốt thì saoสมัยตรงไอ้ดำให้หนึ่งแฟนบักเชียบาร์คมเฮียนอจิกรมánថ្ងៃនេះខ្ញុំបាទក្រុមហៀងមានធីវិតបត់ថយទៅហើយចង់ចាញ់លើជាចំណេះដឹងហើយនៅបងប្អូនអត់ទុកជាការស្ដាប់កំសាន្តហើយជាចំណេះដឹងមួយហើយខ្ញុំសូមបញ្ជាក់ថាអ្វីដែលខ្ញុំលើកឡើងពីនេះគឺក្នុងនាមជាអ្នកសិក្សារៀនសូត្រអញ្ចឹងបងប្អូនស្ដាប់បើសិនជាគិតថាធំត្រូវក៏ស្ដាប់ទៅហើយបើសិនជាគិតថាមិនត្រឹមត្រូវក៏សូមទោសផងពួកអីការចែករំលែកចំណេះដឹងបើយើងនិយាយថាយើងចែករំលែកចំណេះដឹងច្រើនយើងនិយាយច្រើនវាអាចមានកំហុសខុសឆ្គងដល់ប្រការណាមួយខ្ញុំបាទក្រុមហៀងសូមទោសជាមុនប្រធានបទដែលខ្ញុំបានលើកថ្ងៃនេះគឺទាក់ទងនឹងវិស័យកសិកម្មកម្ពុជាធម្មតាបងប្អូនពុកម៉ែអត់ក៏ដឹងថាកម្ពុជាគឺជាប្រទេសកសិកម្មដែលយើងតែនិយាយថាកម្ពុជាយើងមានប្រជាជន 80% ឬក៏ 75% ឬក៏ 70% ឬក៏ 60% អញ្ចឹងទៅតាមឯកសារផ្សេងៗនិយាយអញ្ចឹងប៉ុន្តែតាមដែលខ្ញុំនៅចាំការដែលខ្ញុំនៅរៀននៅថ្នាក់វិទ្យាល័យឬអនុវិទ្យាល័យយើងតែនិយាយថាកម្ពុជាជាប្រទេសកសិកម្មដែលមានប្រជាជន 80% ធ្វើកសិកម្មប៉ុន្តែជាលទ្ធផលរយៈពេលរាប់សិបឆ្នាំកន្លងមកនេះដែលយើងនិយាយតាំងពីខ79មកអ្នកដែលធ្វើកសិកម្មហើយមានបានគឺស្រោពងមាត់ខ្ញុំបើសិនជាចង់រាប់ថាតើនៅប្រទេសកម្ពុជាយើងដែលមានអង្គញារាប់រយពាន់អ្នកហ្នឹងមានអង្គញាណាខ្លះដែលคล้ายទៅជាអង្គញាមានបានដោយសារកសិកម្មបើសិនជាឲ្យខ្ញុំមកគំហៀងរាប់ឈ្មោះអ្នកដែលមានដោយសារកសិកម្មឲ្យបានលើសពី3អ្នកគឺនៅអត់ឃើញហ្មងហេតុផលគឺត្រង់ថាអ្នកដែលធ្វើកសិកម្មកម្ពុជាយើងគឺគាត់តិចណាស់ដែលអាចខ្លាចជាអ្នកមានបានហេតុអ្វីបានជាប្រទេសមួយជាប្រទេសកសិកម្មដែលមានប្រជាជនលើសពី 70% ធ្វើរបរកសិកម្មមានសន្តានដីល្អកម្ពុជាជាទីមួយសន្តានដីល្អយើងជាសន្តានដីខ្ពង់រាបផ្ទៃដីយើង 75% ជាដីរាបស្មើអំណោយផលដល់កសិកម្មកម្ពុជាយើងមានក្រឡាផ្ទៃ 181,035 គីឡូម៉ែត្រការ៉េយើងមានប្រជាជនប្រហែលជា17លាននាក់ឯកសារខ្លះ16លានកន្លះតែខ្ញុំមាន17ដោយសារតែយើងពឹងផ្អែកទៅលើឯកសាររបស់ Worldometer គេថាយើង17លានបន្តិចអញ្ចឹងបើយើងគិតថាផ្ទៃដីយើង 181,035 គីឡូម៉ែត្រការ៉េផ្ទៃដីយើង 75% គឺជាដីទំនាបរាបស្មើហើយប្រជាជន7-10លានបើយើងគិតជាមធ្យមទៅក្នុងម្នាក់ប្រជាជនយើងបើគិតចំណែកដីយើងបានជិត1ហិកតាធម្មតាបើសិនជាគិតជាមធ្យមភាគដោយសារដីយើង 75% អំណោយផលដល់កសិកម្មហើយប្រជាជនយើង7-10លានអញ្ចឹងបើយើងគិតទៅក្នុង2នាក់គឺបានដី1ហិកតាកន្លះអានេះគឺជំខ្ញុំអញ្ចឹងដីយើងវាធំជាដីយើងវាធំអំណោយផលកសិកម្មប៉ុន្តែកសិកម្មយើងគឺទៅមុខថយក្រោយទៅមុខក្រោយហេតុផលវាមានច្រើនគម្រោងបុរីវិមានសំណាងជាបណ្ដុំវិឡាទល់ដ៏ប្រណិតដែលស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះគម្រោងនេះបង្កើតឡើងសម្រាប់គ្រួសារអភិជនដែលមិនមែនត្រឹមតែជាកន្លែងស្នាក់នៅតែជាកន្លែងដែលផ្ដល់ជូនគ្រួសាររបស់លោកអ្នកនៅលក្ខណៈឯកជនភាពជាមួយនឹងសហគមន៍បែបធម្មជាតិរួមមានព្រែកធម្មជាតិនៅខាងមុខផ្ទះដើមឈើតូចធំសួនច្បារផ្កាចម្រុះពណ៌ជាច្រើនដែលផ្ដល់ជូននូវផាសុកភាពសម្រាប់ការរស់នៅចំណែកឯការរចនាម៉ូដផ្នែកខាងក្នុងនិងខាងក្រៅបានរចនាយ៉ាងពិសេសតាមបែប Classic ឆ្លុះបញ្ចាំងឲ្យឃើញនៅជីវិតនៃការរស់នៅបែបស៊ីវិល័យដ៏សម្បូរបែបដែលនៅជុំវិញហ៊ុំព័ទ្ធទៅដោយផ្សារទំនើបល្បីៗសួនកំសាន្តតូចធំនិងពហុកីឡដ្ឋានជាតិមរតកដៃជោបុរីវិមានសំណាងជាលំនៅឋានបែបអភិជនដោយសារតែការអនុវត្តវិធីសាស្ត្រនៃកសិកម្មកម្ពុជាយើងដូចអត់ទាន់ត្រូវយើងមើលឃើញថានៅប្រទេសថៃគឺជាប្រទេសមួយគ្រាន់តែបើយើងនិយាយទៅគ្រាន់តែនាំផ្លែឈើបន្លែផ្លែឈើទៅលក់នៅបរទេសផ្កាលក់នៅស្រុកក្រៅក្នុងមួយឆ្នាំបាន $30,000 លានថៃគឺជាប្រទេសមួយដែលមហាខ្លាំងខាងផ្នែកកសិកម្មគ្រាន់តែយកផ្កាហើយនិងផ្លែឈើទៅលក់នៅបរទេសក្នុងមួយឆ្នាំបាន $30,000 លានរីឯខ្មែរយើងផលិតផលជាតិស្រុកខ្មែរយើងមកប្រទេសតែ 21,000 លានទេមានន័យថាលុយមកស្រុកខ្មែរដែលរកបានតិចជាងលុយថៃលក់ផ្កានៅផ្លែឈើទៅស្រុកក្រៅអញ្ចឹងមានន័យថាថៃគឺមានច្រើនមានដោយសារកសិកម្មខ្លាំងហ្មងគ្រាន់តែផ្កាហើយនៅផ្លែឈើដែលគឺលក់នៅស្រុកក្រៅបានលុយ $40,000 លានយើងមកប្រទេសតែ 21,000 លានទេហេតុផលដែលកសិកម្មយើងខ្សោយវាមានច្រើនប៉ុន្តែខ្ញុំសូមលើកឡើងជាលក្ខណៈជាទ្រឹស្ដីដែលយកមួយជាចំណេះដឹងមួយដែលយុវជនកម្ពុជាស្ដាប់
mình men không này nề dây cọ đưa ở Việt Nam này đây còn thay chip này đằng ngoài hết pho thì muối để cắt cam dương mình đã cứ đào xa tại dương thơ plong mé thông lương miệt thì muối cứ dương tay để bắt làm được ca vô được tao hoặc máy từ luôn nó bỏ tệ nơi pe để dương nề dây tha phang cá non cắt dẹp pho cầm chia từ luôn nó bỏ tệ vì chỉ ca phang cá mới là ở pan này vì thông lương miệt nơi pe nó để dương luôn nó sọc khéo bàn đàm bay luôn nó sọc khao bán tí muối tôi để không sọc hộp được còn đàm bay không sọc hộp được còn tôi để dương nề dây ẩm pi cá đầm đỏ chẳng cứ này các sự cam chia cứ dương trên này dương pi prop hộp này cá đầm đỏ prop hộp này cá đầm đó cứ dương này dương pi put này cá đầm put này cá đám cứ dương này dây tha phía sắc mai dương miền pi ha thơ sắc nở bái thơ sai nở tật chẳngปัญหาประชดthông một phátរបស់កសិកម្មកម្ពុជាយើងគឺប្រព័ន្ធធារាសាស្ត្ររឿងស្លាប់រស់នៃកម្ពុជានៃកសិកម្មកម្ពុជាយើងធំបំផុតគឺប្រព័ន្ធធារាសាស្ត្រក្នុងការវ៉ាសេដ្ឋកិច្ចជាតិគេតែមានថាទឹកភ្លើងផ្លូវប៉ុន្តែក្នុងកសិកម្មអាធំជាងគេគឺទឹកហ្នឹងហ្មងអញ្ចឹងដើម្បីកសិកម្មកម្ពុជាយើងដើរទី1គឺប្រព័ន្ធធារាសាស្ត្រត្រូវគ្រប់ដណ្ដប់ទូទាំងប្រទេសដើម្បីបម្រើដល់វិស័យកសិកម្មនៅប្រទេសដែលកសិកម្មខ្លាំងដីគេគឺគ្មានទំនេរមានន័យថាផុតពីរដូវធ្វើស្រែគេដាំដំណាំផុតពីដាំដំណាំគេដាំដើមឈើផ្សេងៗទៀតនៅប្រទេសជិតខាងយើងគឺខ្ញុំនិយាយត្រឹមថៃវៀតណាមដីគេគឺមិនទំនេរតែម្ដងបើដីកសិកម្មគេគឺ12ខែខូបឆ្នាំគឺមិនទំនេរទេគេធ្វើស្រែគេដាំផ្កាគេដាំដំណាំតាមរដូវកាលគេគឺដីគេមិនទំនេរហេតុផលដែលដីគេមិនទំនេរគឺប្រព័ន្ធធារាសាស្ត្រគេគ្រប់គ្រាន់គេមានទឹកគ្រប់ពេលវេលាខែប្រាំងខែវស្សាមានទឹកគ្រប់ពេលវេលាកម្ពុជាយើងចង់ធ្វើអញ្ចឹងបានប៉ុន្តែយើងនៅកម្រិតមួយគឺធ្វើស្រែប្រវាស់មេឃមានន័យថាយើងធ្វើស្រែនៅរដូវដែលមានទឹកភ្លៀងអត់ទឹកភ្លៀងគឺងាប់មកអញ្ចឹងបញ្ហាប្រឈមរបស់កសិកម្មយើងគឺប្រព័ន្ធធារាសាស្ត្រប្រសិនបើចង់ឲ្យកសិកម្មកម្ពុជាដើររឿងសំខាន់បំផុតមុននឹងនិយាយថាហូបគ្រប់គ្រាន់មុននិយាយថាលក់ដល់បរទេសប្រកាសថាយើងមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ហើយនៅរឿងពិតពាក្យពិតខ្លះយើងពិបាកនិយាយកម្ពុជាជាប្រទេសកសិកម្ម2000បន្លែផ្លែឈើសាច់ត្រីអីគឺយើងយកពីបរទេសមកច្រើនណាហេតុអ្វីបានយើងជាប្រទេសកសិកម្មផ្ទៃដី 75% ធ្វើកសិកម្មប៉ុន្តែបើជាបន្លែផ្លែឈើស្រូវអង្ករជាច្រើនយើងយកមកពីបរទេសទទួលស្គាល់យើងលក់នៅស្រុកក្រៅមែនប៉ុន្តែយើងក៏នាំចូលដូចគ្នាអញ្ចឹងយើងអាចយករបស់បើជាទូទៅគេតែនិយាយថាយើងយករបស់លេខ1ទៅលក់បរទេសយើងទីរបស់លេខ2មកប្រើអានោះគឺជាបញ្ហាមួយចង់ឲ្យការនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារបរទេសឲ្យខ្លាំងពិតប្រាកដចង់ឲ្យផលិតផលកសិកម្មក្នុងស្រុកគុតគង់ឲ្យអ្នកក្នុងទីផ្សារខ្លាំងពិតប្រាកដជំហានដំបូងគឺត្រូវតែធានាថាកម្ពុជាមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់បើនិយាយទៅគឺទឹកគ្រប់ច្រកលហកគ្រប់កន្លែងដែលបញ្ជូនទៅកសិកម្មគឺត្រូវមានប្រព័ន្ធធារាសាស្ត្រនៅពេលណាដែលមានប្រព័ន្ធធារាសាស្ត្រគឺមានថាការបើយើងនិយាយភាសាអង់គ្លេសគឺបុកគ្រឹះនៅពេលដែលយើងសង់សំណង់រាប់សិបជាន់អារឿងធំជាងគេហ្នឹងគឺមិនមែនឌីកឲ្យស្អាតមិនមែនប្រើសំរបស់ក្រោមកពីណាទេអត់អីទេគឺបុកគ្រឹះឲ្យខ្លាំងអញ្ចឹងអាគ្រឹះកសិកម្មកម្ពុជាដែលត្រូវដោះស្រាយបន្ទាន់ហ្មងគឺប្រព័ន្ធធារាសាស្ត្រប្រព័ន្ធធារាសាស្ត្រមានគ្រប់កន្លែងហើយអារឿងទី2គឺពូជធម្មតាស្រូវក៏មានពូជបន្លែក៏មានពូជត្រីសាច់គឺមានពូជទាំងអស់យើងត្រូវរកពូជណាដែលមានតម្លៃហើយលក់បានថ្លៃយើងនិយាយទៅហេតុអ្វីបានជាត្រីដូចគ្នាអាត្រីខ្លះ1គីឡូ$10អាត្រីខ្លះ1គីឡូ$3អង្គខ្លះមិនក៏មកបេវាលក់បាន50000អាបេខ្លះបាន20000អញ្ចឹងអាការធ្វើកសិកម្មហ្នឹងគឺបើចង់ឲ្យចំណេញគឺយើងត្រូវដាំផលិតរបស់ណាដែលលក់បានថ្លៃយើងខ្សាក់គិតមើលប្រជាជនកម្ពុជាយើងក៏ធ្វើស្រែ1ហិកតាចាយពេលមួយឆ្នាំដល់ពេលលក់បានចំណេញអត់បាន500ផងហ្នឹងហើយអាមេរិកគេផលិតទូរស័ព្ទមួយគេចំណេញចង់7,000ហ្នឹងអញ្ចឹងបើយើងធ្វើកសិកម្មសេវាមេឃដល់ការណាមានអញ្ចឹងជារួមជំហានដំបូងគឺប្រព័ន្ធធារាសាស្ត្រឲ្យខ្លាំងទី2គឺការជ្រើសរើសពូជដាំស្រូវក៏រើសពូជល្អបន្លែផ្លែឈើត្រូវប្រើពូជដែលល្អពូជល្អគឺពូជដែលដាំដុះហើយលក់បានថ្លៃសម័យនេះសម័យបច្ចេកទេសយើងមានធារាសាស្ត្រល្អឧទាហរណ៍ថាយើងមានប្រព័ន្ធធារាសាស្ត្រល្អហើយ
dương mới bùi lọ hỏi rương này sòng khăn đấy cứ bạch check cái vị chia pro ấy phải chọn món năng nơi thay nơi Việt Nam kia ai hai phliêng mà ban này kia ai nơi phliêng sập bạn này mất ban này hay dương nơi sầu va mấy đòn na tiết bờ sân nhà dương ở toàn đo cổng đất bạch check cái tê cam cắt sẽ cam dương mình toàn đo ca thưa ca bằng ca phliêng sập bạn mất tế xôm trâm tai thưa propon thì đi xa ai ban là o mà cướp khai cướp krom miền pon thì đi xa nó cắt cam đà propon thì đi xa cướp kronปูយើងឬពូជទាំងបន្លែផ្លែឈើសាច់ត្រីល្អមកដាំមកដោះមកបង្កាត់ពូជលោកអ្នកកំពុងស្វែងរកលំនៅឋានក្នុងបុរីដែលផ្ដល់លក្ខខណ្ឌបង់រំលោះសុទ្ធ 100% ដោយគ្មានការប្រាក់បង់រំលោះបានរយៈពេលយូរដល់ទៅ20ឆ្នាំជាពិសេសផ្ទះសាងសង់រួចរាល់ទិញភ្លាមចូលស្នាក់នៅបានភ្លាមសូមណែនាំឲ្យស្គាល់ច្បាស់ពីគម្រោងបុរី KS Residence ដែលជាលំនៅឋានបែបទំនើបទាន់សម័យនិងមានតម្លៃសមរម្យស័ក្តិសមសម្រាប់មន្ត្រីរាជការបុគ្គលិកអង្គការក្រុមហ៊ុនអាជីវករជាពិសេសលោកអ្នកដែលមានស្រុកកំណើតនៅខេត្តស្វាយរៀងខេត្តព្រៃវែងគៀនស្វាយនិងអ្នកកំពុងមានការងារឬក៏ធ្វើអាជីវកម្មនៅតំបន់ខាងកើតស្ពានច្បារអំពៅឬនៅជិតនោះបច្ចេកទេសក្នុងការផ្សំយើងទំនើបពេលនោះកសកម្មយើងដែរនៅពេលកសកម្មដែរហើយគឺការហូបចុកក្នុងប្រទេសគ្រប់គ្រាន់ដែលយើងហូបដល់លេខ1សប្តាហ៍ក៏យើងហូបគ្រប់គ្រាន់ដែរការហូបគ្រប់គ្រាន់យើងល្អច្រើនប៉ុន្តែភាគច្រើនគឺយើងយករបស់ល្អលក់ឲ្យគេយើងទៅលំអន់មកអញ្ចឹងទៅវាល្អមើលប៉ុន្តែវាការពិតវាមិនល្អនៅពេលណាដែលយើងមានធារាសាស្ត្រល្អពូជយើងល្អបច្ចេកទេសយើងទំនើបនៅពេលហ្នឹងគឺយើងផលិតក្នុងស្រុកយើងហូបរបស់លេខ1ហ្មងបើថាខ្មែរបើថាចង់ខ្លាំងទៅហូបរបស់លេខ1របស់យើងដាំគឺយើងហូបសល់បានយូរលឿនសពក្រៅប្រទេសដែលជឿនលឿនគឺគេដាំខ្លួនឯងហូបក្នុងស្រុកល្អហើយគេយករបស់ល្មមលក់សុកក្រៅដល់ពេលយើងដាំល្អហើយយើងលក់នៅប្រទេសអ្នកមានដល់ពេលយើងហូបរបស់អន់អាហ្នឹងក៏ជារឿងមួយដែលយើងគួរពិចារណាអញ្ចឹងជារួមអ្វីដែលខ្ញុំចង់លើកថ្ងៃនេះកសិកម្មកម្ពុជាយើងគឺដើរតួសំខាន់ណាស់ដោយសារប្រជាជនកម្ពុជាយើងរាប់សិប60-70% គឺធ្វើកសិកម្មប៉ុន្តែគាត់មិនអាចមានបានដោយសារប្រព័ន្ធធារាសាស្ត្រយើងមិនល្អអញ្ចឹងដំណោះស្រាយត្រូវធ្វើឲ្យប្រព័ន្ធធារាសាស្ត្រយើងល្អទី2គឺត្រូវតែយ៉ាងម៉េចពូជនៃការដាំយើងគឺល្អទាំងបន្លែផ្លែឈើស្រូវអង្គត្រូវល្អទី3គឺបច្ចេកទេសនៅពេលដែលយើងមាន3ហ្នឹងហើយយើងហូបគ្រាន់ហើយយើងលក់សុខក្រៅអាទីផ្សារនៅបរទេសគឺវាស្រួលទេហើយវាមិនជាចាំបាច់យើងបារម្ភលក់អំណាចទៅអីនៅពេលរបស់យើងល្អហ្នឹងចង់ថាធារាសាស្ត្រយើងមានស្រូវអង្គបន្លែផ្លែឈើយើងល្អបច្ចេកទេសយើងទំនើបអាលក់នៅស្រុកក្រៅនោះវាងាយទេប្រទេសជាច្រើនគេអត់ធ្វើកសិកម្មទេប្រទេសជឿនលឿនគេចាំតែទិញពីយើងតាអញ្ចឹងអាការរកទីផ្សារនៅស្រុកក្រៅហ្នឹងគឺជាដំណាក់កាលចុងក្រោយយ៉ាងម៉េចអារឿងដែលយើងត្រូវធ្វើឥឡូវហ្នឹងវាមិនចាំបាច់ទៅរកទីផ្សារស្រុកក្រៅទេបង្កើតធារាសាស្ត្រខ្លាំងរើសពូជបន្លែផ្លែឈើត្រីសាច់ឲ្យល្អដើម្បីដាំដោះប្រកាត់ប្រើបច្ចេកទេសទំនើបធ្វើឲ្យការធ្វើកសិកម្មយើងឲ្យវាទាន់សម័យកាលគេយើងអាចផលិតស្រូវក៏ល្អអង្គយើងក៏ល្អបន្លែសាច់ត្រីល្អគ្រប់យ៉ាងហូបក្នុងស្រុកផ្គត់ផ្គង់ទីផ្សារក្នុងគ្រប់គ្រាន់ហើយយើងសល់លក់របស់ប្រទេសអត់ខ្វះអ្នកទិញទេព្រោះរបស់ហ្នឹងគេត្រូវហូបរាល់ថ្ងៃអញ្ចឹងជារូបធានបទដែលខ្ញុំលើកថ្ងៃនេះមានប៉ុណ្ណឹងសូមអរគុណច្រើន